ជនអស់ចំនួន600គ្រឿង នៅថ្ងៃទី5ខែកញ្ញាឆ្នាំ2013នេះក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard បានបន្តធ្វើការប្រគល់រង្វាន់ឈ្នះទឹកប្រាក់ $10000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃប្រចាំខែកញ្ញាដល់អតិថិជនរបស់ខ្លួនជាបន្តទៀតគឺលោកសានកំសុងដែលមានទីលំនៅរស់នៅក្នុងភូមិថ្មគោលឃុំតាមើនស្រុកថ្មគោលខេត្តបាត់ដំបងការប្រគល់រង្វាន់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Cellcard ចាប់ផ្ដើមកម្មវិធីផ្ដល់ឱកាសឈ្នះរង្វាន់ទឹកប្រាក់ $10000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃសម្រាប់អតិថិជនរបស់ខ្លួនដែលមានរយៈពេល1ខែគឺគិតចាប់តាំងពីថ្ងៃទី1ដល់ថ្ងៃទី30ខែកញ្ញានេះខ្ញុំបាទឈ្មោះសានកំសុងរស់នៅក្នុងភូមិថ្មគោលឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបងបាទខ្ញុំបាទបានត្រូវរង្វាន់$10000ពីក្រុមហ៊ុន Cellcard ដោយខ្ញុំបាទកាន់តែសរសេរលេខ 10K ហើយផ្ញើទៅកាន់88បាទខ្ញុំសូមផ្ដាំផ្ញើដល់អតិថិជន Cellcard ទាំងអស់ដើម្បីឲ្យបានឈ្នះរង្វាន់$10000លោកអ្នកកាន់តែសរសេរលេខ 10K ផ្ញើទៅកាន់88ឬក៏ទូរស័ព្ទទៅកាន់លេខ88ជាការស្រេចបាទខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុន Cellcard ដែលបានបង្កើតកម្មវិធីនេះឡើងដែលអាចជួយផ្ដល់នៅជាប្រាក់កម្រៃឲ្យខ្ញុំបាទមានដើមទុនដើម្បីពង្រីកមុខរបរបន្ថែមទៀតបាទសូមជូនពរឲ្យក្រុមហ៊ុន Cellcard មានដំណើរការល្អកាន់តែមុខទៀតនិងរីកចម្រើនបាទសូមជម្រាបថាដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទឹកប្រាក់$10000សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃពីក្រុមហ៊ុន Cellcard អតិថិជនរបស់ Cellcard គ្រាន់តែផ្ញើសារដោយសរសេរ 10K រួចផ្ញើទៅកាន់8888ឬខលទៅកាន់លេខ8888ផ្ទាល់តែម្ដងដែលចំណាយទឹកប្រាក់ត្រឹមតែ15សេនសម្រាប់ការផ្ញើសារនិងខលមួយដងនិងទទួលបានលេខកូដផ្សងសំណាងមួយចំពោះការចាប់រង្វាន់គឺប្រព្រឹត្តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ម៉ោង7ល្ងាចចាប់បន្តពីលោកអ្នកបានតាមទស្សនាព័ត៌មានសេដ្ឋកិច្ចជាបន្តលោកអ្នកនឹងបាន